Hello សួស្តីអ្នកគ្នាខ្ញុំកាតាលីយ៉ាដោយថ្ងៃនេះដែរខ្ញុំនឹងយករឿងមួយមកសម្ដែងឲ្យអ្នកគ្នាស្ដាប់ដោយសេរីនេះមានចំណងជើងថាគេចង់យកព្រះនាងទៅចឹងតោះចុះសាច់រឿងរបស់យើងនៅវេលាយប់មួយក្មេងស្រីម្នាក់បានគិតអំពីសប្តាហ៍មុនដោយសារតែនាងមិនបានបង់លុយទើបបានគេផ្ដាច់ភ្លើងហើយបុរសម្នាក់នោះបានមកទាយលុយនាងដល់ផ្ទះក្មេងស្រីនោះក៏បាននិយាយថាទេខ្ញុំមិនមានលុយនោះទេសូមលោកចេញឲ្យឆ្ងាយទៅបុរសអ្នកនោះនិយាយថាបើសិនជានាងមិនមានលុយហេតុអ្វីក៏នាងខ្ចីលុយខ្ញុំបុរសម្នាក់នោះខឹងជាខ្លាំងរៀបនឹងទៅវាយនាងហើយស្រាប់តែក្មេងស្រីម្នាក់នោះបានធ្លាក់ពីលើអាគារក្មេងស្រីម្នាក់នោះបានគិតនៅក្នុងចិត្តថាហេតុអ្វីខ្ញុំបែរទៅជាស្លាប់ដោយសារតែការជំពាក់លុយគេនៅក្នុងគ្រួសាររបស់ខ្ញុំឪពុករបស់ខ្ញុំតែងតែខ្ចីលុយគេម្ដាយរបស់ខ្ញុំតែងតែរស់នៅដោយសម្ពាធជារៀងរាល់ថ្ងៃអ្នកដែលត្រូវប៉ាខ្ញុំជំពាក់លុយតែងតែមកទាមទារយកលុយពីខ្ញុំហើយមួយទៀតលុយដែលខ្ញុំសន្សំដើម្បីរៀននៅមហាវិទ្យាល័យប៉ារបស់ខ្ញុំបានយកលុយនោះទៅលេងល្បែងអស់រលីងហើយឪពុករបស់ខ្ញុំក៏បានឃើញខ្ញុំធ្លាក់អំពីលើអាគេដែរប៉ុន្តែគាត់មិនជួយខ្ញុំនោះទេតើខ្ញុំពិតជាកំសត់មែនដែរឬទេបើសិនជាមានជាតិក្រោយពិតខ្ញុំក៏ចង់បានគ្រួសារមួយដែលមានសុភមង្គលដែរក្នុងពេលដែលអារម្មណ៍នៅព្រិលស្រាប់តែមានមនុស្សម្នាក់ហៅខ្ញុំថាមេបខ្ញុំញញឆ្ងល់មេបប៉ុន្តែខ្ញុំបែរជាមិនខ្វល់នឹងសម្ដីនោះគាត់ដេកទៅវិញដើម្បីយកកម្លាំងព្រះនាងពិតជាធំធាត់ខ្លាំងណាស់រយៈពេល2ថ្ងៃខ្ញុំពិតជារីករាយណាស់ដែលព្រះនាងមានជីវិតដ៏ប្រពៃនាងបានលឺសំឡេងពួកគេហើយក៏មានអារម្មណ៍ថានាងបានស្ថិតនៅក្នុងតែបរិយាម្នាក់នាងក៏បានគិតនៅក្នុងចិត្តថាតើខ្ញុំពិតជាចាប់ចិត្តមែនទេអាណាចក្រដ៏ធំស្កឹមស្កៃទីរក់តោះដែលនៅក្នុងអរឹងបានយំអ្នកបម្រើឃើញនៅឆ្នាក់ក៏បានបិញអ្នកនាងឡើងតើអ្នកនាងតូចមានរឿងអ្វីហាក់ដូចជាព្រះនាងកំពុងតែឃ្លានហើយទីរួចតោះដែលជាទូសេរបស់យើងមានការឆ្ងល់ហើយពិតជាធុញទ្រាន់នឹងអ្នកបម្រើនោះជាខ្លាំងប៉ុន្តែយ៉ាងណាពួកគេមិនយល់ពីនាងនោះទេព្រោះនាងគឺជាទីរួបានត្រឹមតែនិយាយរអារអួរដែលជាភាសាខ្មែរតែប៉ុណ្ណោះអ្នកបម្រើនោះក៏បាននិយាយថាព្រះនាងម្ចាស់ម៉ែបែលទើបទូរស័ព្ទយើងដឹងថាការពិតខ្លួនគឺជាកងក្សត្រនៃរាជវង្សនៅក្នុងនគរនេះសុទ្ធអាចថាពិតជាសំណាងណាស់ដែលកើតក្នុងត្រកូលអ្នកមាននិងអាចថាជាត្រកូលស្ដេចផងខ្ញុំគឺជាកូនទី2នៃខ្សែរាជវង្សឯម្ដាយរបស់ខ្ញុំគឺជាមនុស្សម្នាក់ដែលមានសុខភាពទន់ខ្សោយបើសិនជាគ្រួសារខ្លះដែលមានកូនហើយម្ដាយស្លាប់បើប្រកាសណាស់ថាអាចនឹងបំបកបងកូនចោលហើយខ្ញុំមិនដឹងថាគ្រួសាររបស់ខ្ញុំគឺបែបណានោះទេដល់ពេលដែលខ្ញុំគិតត្របកផ្នែករបស់ខ្ញុំចាប់ដើមធ្ងន់ខ្ញុំមានអារម្មណ៍ថាងងុយកេងក៏បានគេងលក់មួយរំពេចតោះត្រឡេកទៅមើលឯនេះវិញពេលនោះស្រាប់តែទ្វារបានរបើកទើបយើងដឹងថាបេដាដែលមានសពសបានមកដល់គ្រាន់តែមកដល់ព្រាមគឺថាក្តិចថ្ពប់កូនតែម្ដងណាអ្នកនរគ្នានៅឆ្នាំទូរស័ព្ទរបស់យើងបានភ្ញាក់ពីដំណេកហើយក៏បានសម្លឹងទៅមើលបេដាយ៉ាងភ្លឹកតែប៉ុណ្ណេះអ្នកនាងអាចចាំមុខព្រះករុណាបានហើយព្រះនាងរៀបនឹងផ្ទុំអំបញ្ញមាញ់លើដូច្នេះម៉ាក់បែដឹងច្បាស់ថាបុរសនៅមុខនេះគឺជាបេដារបស់ខ្លួនមើលទៅបុត្រីបេដាពិតជាគួរឲ្យស្រឡាញ់មែនខ្ញុំមកគាត់ផ្លឹកមួយរំពេចគួរឲ្យស្រឡាញ់ណាស់បុត្រីបេដាម៉ាក់បែនេះអារម្មណ៍ថាធុញនឹងបេដារបស់ខ្លួនប៉ុន្តែយ៉ាងណាម៉ាក់បែនៅតែនៅស្ងៀមហើយគិតថាគាត់ត្រឹមតែជាបងប្រុសមើលទៅគាត់ពិតជាក្មេងណាស់ព្រះមហាក្សត្របាននឹងឯទៅលើក្រសារបស់បុត្រីម៉ាបែលមើលទៅបុត្រពិតជាមុខដូចព្រះមហាក្សត្រីណាស់ម៉ាបែលបានឆាំរាមដៃរបស់ព្រះមហាក្សត្រប៉ុន្តែនេះគឺជាសកម្មភាពរបស់ទារកធម្មតាតែប៉ុណ្ណោះដោយចាប់កាន់អ្វីដែលនៅជិតនឹងមុខឬក៏យ៉ាងណានៅក្នុងចិត្តមុនរបស់ខ្ញុំ
ខ្ញុំក៏បានទទួលក្តីស្រឡាញ់បែបនេះដែរប៉ុន្តែវាគឺជាក្តីស្រឡាញ់បែបលេងសើចបន្លែបន្លំចុងក្រោយគាត់ក៏បានធ្វើឲ្យខ្ញុំភ្ញាក់រលឹកឡើងវិញថាគាត់មិនមែនជាមនុស្សល្អដូចពីមុនឡើយខ្ញុំនឹងអាចសង្ឃឹមថាជាតិនេះមិនដូចជាតិមុនចោះតើក្តីរបស់ខ្ញុំដែលខ្ញុំរស់នៅសប្តាហ៍ថ្ងៃនេះមានឈ្មោះថានៅក្នុងចក្រភព Emanol ដែលមានអំណាចដល់ទៅ3ហើយមួយទៀតដែលមានចង់និយាយថាឲ្យអសននឹងដឹងថា admin ជាខុសត្រូវណាតោះចូលទៅសាច់រឿងរបស់យើងបន្តនិងមានស្រុកមួយទៀតដែលគេជឿទៅលើព្រះអ្នកស្រុកនៅទីនោះបានជឿជាក់យ៉ាងមុតមំថាព្រះនាង Member គឺជាវត្ថុឬក៏ជាវេទមន្តមួយដែលព្រះបានផ្ដល់ឲ្យដល់កន្លែងហ្នឹងadminសុំសម្រាយណាតឥឡូវចូលសាច់រឿងរបស់យើងពេលនោះព្រះមហាក្សត្រអត់ព្រមមានអ្នកគ្នាហើយអង្គរៈនោះក៏អត់មានអាចជំទាស់ដែរព្រោះអីព្រះមហាក្សត្រដែលត្រូវជាបេតារបស់ Member ហ្នឹងគឺអត់ព្រមឲ្យអ្នកគ្នាឪពុកណាចង់ឲ្យកូនទៅគេហើយកន្លែងចង់ហ្នឹងគឺអត់មានដឹងថា Member យើងនឹងមានអត្ថប្រយោជន៍អីគេបានពួកអស់នឹងចង់បានឃើញបែបនេះមេការភ័យឡើងញ័រខ្លួនហ្មងព្រះមហាក្សត្រឃើញសង្បាពេលក៏ចេះពួកអាហ្នឹងឡើងកប់មាត់ចេះពួកអ្នកស្រុកហ្នឹងអ្នកគ្នាហើយយើងក៏បានឃើញក្មេងប្រុសម្នាក់សម្រាប់រឿង admin ក៏មានតែប៉ុណ្ណឹងអរគុណណាស់គ្នាដោយសារតែ admin សម្រាប់រឿងបងចឹងរៀងតាក់ទើទៅគេចឹងសូមអធិស្ឋាននៅកំហុសខុសឆ្គងផងណាបាយបាយពី admin កាតាលីយ៉ា